ថ្ងៃឡើងអត់ដឹងញ៉ាំអីកាន់តែ6000មកកន្លែងនេះមកធានាថាបានតាំងពោះហើយរសជាតិឆ្ងាញ់ទៀតហើយហាងមួយនេះដែរគឺជាហាងនំប៉័ងប៉ាតេរបស់ម៉ាក់ឆូលីដែលមកទិញគឺជួបម៉ាក់ឆូលីផ្ទាល់តែម្ដងដោយសារតែនៅនេះគាត់បើកជាង1ឆ្នាំហើយនៅម្ដុំទួលតពងយើងនេះទេបងប្អូនហើយរំលឹករឿងដើមតិចចុះមហាជនប្រហែលជាស្គាល់អូនឆូលីមិនខានតែយ៉ាងណាពេលនេះអូនឆូលីបានចាក់ចេញពីប៉ាម៉ាក់ហើយដោយសារជំងឺណាតោះឥឡូវត្រឡប់មករឿងយើងវិញនៅហាងនំប៉័ងប៉ាតេរបស់ម៉ាក់ឆូលីនេះក្រៅពីនំប៉័ងប៉ាតេហ្នឹងគឺគាត់មានលក់ជាប្រហិតត្រីចៀនអីជាដើមដែលគេញ៉ាំជាមួយបន្លែណាហើយបន្លែហ្នឹងមានប៉េងប៉ោះតសក់និងជីតបជាលក់ទឹកសៀងទៀតគឺថាជាតិមែនតើហើយចំពោះប៉ាតេគាត់វិញនៅនេះគឺមាន3រសជាតិគឺប៉ាតេត្រចៀកជ្រូកប៉ាតេចំហុយនិងប៉ាតេចៀនណាហើយភ្ញៀវដែលមកញ៉ាំគឺគាត់ដាក់ប៉ាតេឲ្យ3មុខចឹងយកហ្មងហើយអីដែលសំខាន់ទៀតណាគ្រឿងក្រៅនៅនេះភាគច្រើនគឺម៉ាក់ឆូលីគឺគាត់ធ្វើដោយខ្លួនឯងហ្មងគឺផ្ដោតលើគុណភាពនិងសុខភាពណាដូចជ្រក់នេះអញ្ចឹងគាត់អត់ប្រើទឹកខ្មេះទេគឺប្រើបែបមជូរសណ្តាន់គឺថាប្លែកមែនតើហើយចំពោះសាច់ចិញ្ច្រាំអីហ្នឹងគឺគាត់យកតែសាច់ចែឡើងលេខ1យកមកធ្វើលក់ហ្មងហើយចំពោះប័រវិញក៏ធ្វើខ្លួនឯងដែរគាត់អត់ថាំពងមាន់អីទេសូម្បីម្ទេសឆានិងទឹកសៀងអីហ្នឹងក៏ធ្វើខ្លួនឯងដែរបងប្អូនហើយចំពោះនំប៉័ងគាត់នៅនេះមួយដើម6000រៀលដែលក្រៅពីនំប៉័ងយើងក៏អាចហៅជាប្រហិតត្រីចៀនឬប៉ាតេចៀនញ៉ាំក្រៅក៏បានដែរដែលប្រហិតគាត់អីហ្នឹងលក់ចាប់ពីមួយចាន10000រៀលឡើងទៅណាអញ្ចឹងបងប្អូនអាចមកសាកញ៉ាំនៅកន្លែងផ្ទាល់ក៏បានចង់ខ្ចប់ក៏បានដែរហើយចំពោះទីតាំងនិងព័ត៌មានលម្អិតចាំ admin ដាក់ជូននៅលើ caption ជួបគ្នានៅកន្លែងញ៉ាំអីថ្មីៗក្នុងវីដេអូក្រោយ